នៅក្នុងប្រវត្តិសាស្ត្រពូជសៀមតែងតែតាមឈ្លានពាននគរខ្មែរមិនចេះឈប់តាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្នគិតចាប់ពីចុងសម័យអង្គរមកសៀមបានឈ្លានពានខ្មែរជាច្រើនលើកជាច្រើនគ្រារហូតធ្វើឲ្យទឹកដីខ្មែរដែលស្ថិតនៅភាគខាងលិចត្រូវបាត់បង់ទៅសៀមជាបន្តបន្ទាប់គ្រិស្តសករាជ1351ក្នុងរជ្ជកាលព្រះបាទលំពង់រាជាគ្រងរាជ្យចន្លោះឆ្នាំ1341ដល់ឆ្នាំ1352ស្ដេចសៀមព្រះនាមរាមាធិបតីបានលើកទ័ពទៅវាយយកក្រុងអង្គរនៅគ្រិស្តសករាជ1395ក្នុងរជ្ជកាលព្រះបាទធម្មសោកគ្រងរាជ្យចន្លោះឆ្នាំ1373ដល់ឆ្នាំ1395សៀមពាត់រាជធានីអង្គរជាប់អស់រយៈពេល7ខែហើយវាយយកក្រុងអង្គរបានសារជាថ្មីម្ដងទៀតដែលកាលនោះដឹកនាំដោយស្ដេចសៀមរាមាសូរនៅគ្រិស្តសករាជ1420ក្នុងរជ្ជកាលព្រះបាទបរមសុខាឬបរមសការាជដែលគ្រងរាជ្យចន្លោះឆ្នាំ1471ដល់ឆ្នាំ1420សៀមបានវាយក្រុងអង្គរជាលើកទី3នៅចុងសម័យចតុមុខគ្រិស្តសករាជ1473ក្នុងរជ្ជកាលព្រះបាទស្រីរាជាគ្រងរាជ្យចន្លោះឆ្នាំ1469ដល់ឆ្នាំ1485សៀមវាយលុកយកបានខេត្តកូរ៉ាត់មហានគរនិងចន្ទបុរីនៅក្នុងរជ្ជកាលព្រះបាទចន្ទរាជាចន្លោះឆ្នាំ1516ដល់ឆ្នាំ1566សៀមបានវាយខេត្តមហានគរនៅក្នុងឆ្នាំ1520នៅក្នុងឆ្នាំ1530សៀមបានបញ្ជូនពញាអង្គដែលជាបងប្អូនជីដូនមួយនឹងព្រះអង្គចន្ទរាជាឲ្យមកវាយខ្មែរម្ដងទៀតនៅគ្រិស្តសករាជ1572ឆ្លៀតពេលដែលព្រះបាទបរមរាជាប្រយុទ្ធនឹងពួកលាវសៀមលើកទ័ពមកដណ្ដើមបាននគររាជសីមាពេជ្រចំបុរីនិងចន្ទបុរីជាថ្មីនៅគ្រិស្តសករាជ1588ដោយក្បត់និងសន្ធិសញ្ញាមិត្តភាពខ្មែរសៀមពួកសៀមបានលើកទ័ពមកព័ទ្ធក្រុងលង្វែកអស់រយៈពេល3ខែក៏ប៉ុន្តែមិនបានសម្រេចហើយបានប្រើល្បិចបាញ់ប្រាក់ដួងចូលគុំរុស័យដែលជារបងការពារក្រុងលង្វែកនៅក្នុងឆ្នាំ1593សៀមលើកទ័ពមកវាយយកបានក្រុងលង្វែកដោយបានដាក់ទ័ពឲ្យនៅត្រួតត្រាទៀតផងចាប់តាំងពីការតាមឈ្លានពានរបស់សៀមរហូតដល់បែកបាក់បន្ទាយលង្វែកមកប្រទេសកម្ពុជាចាប់ផ្ដើមបាត់បង់រដ្ឋាភិបាលហើយធ្លាក់ទៅជារដ្ឋទុនខ្សោយមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្មែរបានបាត់បង់កេតនភ័ណ្ឌជាតិក្បួនច្បាប់អ្នកប្រាជ្ញបណ្ឌិតហើយវប្បធម៌ខ្មែរក៏ត្រូវបានចៅសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីងប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យហើយគ្រោះទុរភិក្សបានចូលមកជាប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេសក្រោយពីដណ្ដើមបានបន្ទាយលង្វែកវិញនៅគ្រិស្តសករាជ1594ដោយព្រះបាទរាមាជើងព្រៃប្រទេសកម្ពុជាចាប់ផ្ដើមមានលំនឹងឡើងវិញខ្លះក៏ប៉ុន្តែមិនមាំទាំនោះឡើយយ៉ាងណាក៏ដោយសាសសៀមឈ្លានពាននេះចាំមើលតែឱកាសដែលខ្មែរយើងបែកបាក់និងអាលលើកទ័ពមកឈ្លានពានខ្មែរយើងសាសជាថ្មីដូចនេះយើងឃើញថាសៀមជាមេគ្រោះថ្នាក់មួយដែលតែងតែពងលេបត្របាក់យកទឹកដីរបស់ខ្មែរយើងជាប់ជានិច្ចឈានចូលដល់សម័យឧដុង្គផ្ទៃក្នុងខ្មែរមានការបែកបាក់ប្រេះឆាយ៉ាងដំណំដោយសារទំនាស់រាជបល្ល័ង្កដែលជាហេតុធ្វើឲ្យយួននិងសៀមលូកដៃចូលមកកកកកាយផ្ទៃក្នុងខ្មែរជាថ្មីនៅសម័យឧដុង្គនេះទឹកដីខ្មែរភាគខាងត្បូងមិនត្រឹមតែបាត់បង់ទៅយួននោះទេតែទឹកដីខ្មែរភាគខាងលិចក៏ត្រូវបាត់បង់ទៅសៀមផងដែរចាប់តាំងពីឆ្នាំ1795ដល់ឆ្នាំ1907ខេត្តបាត់ដំបងនិងសៀមរាបបានស្ថិតនៅក្រោមអំណាចសៀមអស់រយៈពេល112ឆ្នាំដោយសារតែស្ដេចត្រាញ់ខ្មែរម្នាក់ក្បត់នឹងជាតិសាសន៍ខ្លួនឯងហើយចោះចូលជាមួយនឹងជាតិសាសន៍សៀមយោងតាមសៀវភៅបាត់ដំបងសម័យលោកម្ចាស់ចងក្រងដោយលោកតូចឈួងស្ដេចត្រាញ់ខ្មែរដែលក្បត់ខ្មែរគ្នាឯងនោះគឺឈ្មោះចៅហ្វាបែនដែលក្រោយមកគេបដូរឈ្មោះថាត្រកូលអភ័យវង្សគ្រួសារនេះបានត្រួតត្រាខេត្តបាត់ដំបងនិងខេត្តសៀមរាបតាមបង្គាប់អំណាចស្ដេចសៀមអស់រយៈពេលជាង1សតវត្សរ៍ហើយតំណែងនេះបានបន្តរហូតដល់កូនចៅនៃគ្រួសារនេះថែមទៀតផង
នៅក្នុងឆ្នាំ1863ប្រទេសកម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលបារាំងក៏ប៉ុន្តែនៅពេលនោះសៀមកំពុងតែគ្រប់គ្រងខេត្តបាត់ដំបងនៅឡើយដោយសារអំណាចបារាំងហើយស្របនឹងផលប្រយោជន៍បារាំងដែរផងនោះនៅក្នុងឆ្នាំ1907បារាំងសៀមបានចុះសន្ធិសញ្ញាមួយដោយបង្ខំឲ្យសៀមប្រគល់ខេត្តបាត់ដំបងសៀមរាបនិងសេរីសោភ័ណ្ឌមកឲ្យខ្មែរវិញសៀមព្រមប្រគល់ឲ្យតែមិនអស់អាល័យជាថ្នូរទៅវិញបារាំងបានយល់ព្រមប្រគល់ទឹកដីខ្មែរដានសៃត្រាតនិងកោះទាំងឡាយដែលស្ថិតនៅខាងត្បូងជ្រោយលំលឹងចុះទៅកោះកុដឲ្យទៅសៀមតែទោះជាយ៉ាងណាក៏ដោយក្រោយកិច្ចព្រមព្រៀងនោះសៀមតែងតែចិញ្ចឹមចិត្តឈ្លានពានប្លន់យកទឹកដីខ្មែរជាប់ជានិច្ចយ៉ាងណាមិញបើតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមនាឆ្នាំ1907ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំងសៀមឬខ្មែរសៀមគឺចេញពីឆ្នេរសមុទ្ររត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះកុដចំណុចខ្ពស់បំផុតនៅលើកោះកុដភាគីខ្មែរត្រូវទទួលបានយ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះកុដក៏ប៉ុន្តែកោះកុដនាពេលបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រងដោយសៀមនៅក្នុងឆ្នាំ1939សង្គ្រាមលោកលើកទី2បានចាប់ផ្ដើមផ្ទុះឡើងនៅក្នុងឆ្នាំ1941អំឡុងពេលដែលជប៉ុនត្រួតត្រានៅតំបន់អាស៊ីបូករួមទាំងកម្ពុជាផងនោះសៀមក៏បានខົບខិតជាមួយជប៉ុនដើម្បីឲ្យជប៉ុនព្រមកាត់ខេត្តបាត់ដំបងសៀមរាបនិងសេរីសោភ័ណ្ឌទៅឲ្យខ្លួនវិញអញ្ចឹងតាមសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាជាមួយអាណាមនិងប្រទេសសៀមក្រោយសតវត្សទី16ភាគទី3ទំព័រ141ចងក្រងដោយលោកសូអ៊ឺបានសរសេរថានៅថ្ងៃទី9ខែឧសភាឆ្នាំ1941មានការចុះហត្ថលេខាលើអនុសញ្ញាបារាំងជប៉ុននៅឯទីក្រុងតូក្យូដែលមានខ្លឹមសារថាបារាំងត្រូវប្រគល់ឲ្យសៀមនៅខេត្តបាត់ដំបងនិងវិភាគដែនដីនៃខេត្តសៀមរាបកំពង់ធំនិងស្ទឹងត្រែងលើកលែងតែប្រាសាទអង្គរវត្តដូច្នេះនៅក្នុងដំណាក់កាលនៃសង្គ្រាមលោកលើកទី2ទឹកដីខ្មែរដែលបានរៀបរាប់អំបញ្ញមិញនេះត្រូវសៀមដណ្ដើមយកទៅកាន់ការផ្សះជាថ្មីបន្ទាប់ពីជប៉ុនត្រូវបរាជ័យក្នុងសង្គ្រាមលោកលើកទី2នៅថ្ងៃទី15ខែសីហាឆ្នាំ1945បារាំងបានចូលមកកាន់កាប់ប្រទេសកម្ពុជាវិញដោយមានកងទ័ពអង់គ្លេសមកជាមួយផងនៅថ្ងៃទី8ខែតុលាឆ្នាំ1945បារាំងបានដេញកងទ័ពជប៉ុនចេញពីប្រទេសកម្ពុជាក្រោយពេលបារាំងមកកាន់កាប់កម្ពុជាសាជាថ្មីសន្ធិសញ្ញាបារាំងសៀមថ្មីមួយត្រូវបានចុះនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946តម្រូវឲ្យសៀមប្រគល់ខេត្តខ្មែរដែលសៀមបានខົບខិតនឹងរដ្ឋអំណាចជប៉ុនឲ្យដកហូតចេញពីខ្មែរត្រូវតែប្រគល់មកឲ្យខ្មែរវិញក៏ប៉ុន្តែហេតុការណ៍នេះមិនបានធ្វើឲ្យសៀមស្ងប់ចិត្តឡើយក្រោយបារាំងប្រគល់ឯករាជ្យឲ្យខ្មែរនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953សៀមចាប់ផ្ដើមបង្កចំនួនវាទីយកទឹកដីខ្មែរសាជាថ្មីនៅឆ្នាំ1954បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងបន្ទាត់ព្រំដែនខ្មែរសៀមបានផ្ទុះសង្គ្រាមឡើងសាជាថ្មីដោយសៀមបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យចូលមកកាន់កាប់តំបន់ប្រាសាទព្រះវិហាររបស់ខ្មែរក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យកម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្ដងកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនៅថ្ងៃទី6ខែតុលាឆ្នាំ1959ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញនិងទាមទារឲ្យសៀមដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ប្រាសាទនៅក្នុងការជំនុំជម្រះលើអង្គសេចក្តីកម្ពុជានិងថៃបានលើកឡើងនៅទឡហីករណ៍រៀងៗខ្លួនដើម្បីបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនកម្ពុជាបានលើកយកផែនទីដងរែកគឺផែនទីឧបសម្ព័ន្ធទី1ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904មកធ្វើជាមូលដ្ឋានច្បាប់
តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1នេះបានបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចំណែកឯខាងភាគីថៃក៏បានលើកឡើងនៅទឡ្ហីករណ៍មួយចំនួនដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1ដែលកម្ពុជាបានលើកឡើងថៃបានលើកហេតុផលថាខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះខុសពីអ្វីដែលបានចែងនៅក្នុងសន្ធិសញ្ញាបារាំងសៀមនៅក្នុងឆ្នាំ1904យោងតាមមាត្រា1នៃសន្ធិសញ្ញានេះសៀមនិងបារាំងបានព្រមព្រៀងគ្នាថាខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែកគឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹកភាគីសៀមយល់ថាបើមើលទៅលើផែនទីជាក់ស្ដែងខ្សែបែងចែកផ្លូវទឹកគឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារដូច្នេះប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីសៀមយ៉ាងណាក៏ដោយនៅក្នុងសាលក្រមឆ្នាំ1962តុលាការក្រុងឡាអេបានច្រានចោលការលើកឡើងរបស់ភាគីសៀមដែលបានលើកឡើងពីមាត្រា1នៃសន្ធិសញ្ញាឆ្នាំ1904បើតាមតុលាការក្រុងឡាអេមាត្រា1នៃសន្ធិសញ្ញាឆ្នាំ1904បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែនក៏ប៉ុន្តែនៅក្នុងមាត្រា3នៃសន្ធិសញ្ញាដដែលនេះបានចែងថាការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដនឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំងសៀមបាននិយាយពីតំបន់ដងរែកខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំងសៀមគឺមានតែមួយគត់គឺខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1ដែលកម្ពុជាលើកយកមកធ្វើជាសម្អាងដូច្នេះគេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេយោងតាមហេតុផលទាំងនេះតុលាការបានកំណត់ថានៅតំបន់ប្រាសាទព្រះវិហារព្រំដែនស្របច្បាប់រវាងកម្ពុជានិងថៃគឺខ្សែបន្ទាត់ព្រំដែនដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី1តាមរយៈខ្សែបន្ទាត់ព្រំដែននេះតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានសម្រេចសេចក្តីថាទី1ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជាទី2ថៃត្រូវដកកងទ័ពប៉ូលីសឬឆ្មាំផ្សេងទៀតដែលឈរជើងនៅក្នុងប្រាសាទនិងនៅជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជាទី3ថៃត្រូវប្រគល់នៅរាល់វត្ថុបុរាណដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬតំបន់ប្រាសាទក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ1954ឲ្យមកកម្ពុជាវិញក៏ប៉ុន្តែក្នុងចំណោមសេចក្តីសម្រេចទាំង3ចំណុចរបស់តុលាការយុត្តិធម៌អន្តរជាតិមានតែមួយចំណុចប៉ុណ្ណោះដែលត្រូវបានគោរពនោះគឺចំណុចទី1ដែលកំណត់ថាប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដោយឡែកចំណុចទី2និងទី3ដែលតុលាការបង្គាប់ឲ្យសៀមដកកងកម្លាំងចេញពីប្រាសាទនិងបរិវេណជុំវិញប្រាសាទក្នុងដែនដីកម្ពុជានិងត្រូវប្រគល់រាល់វត្ថុបុរាណនោះមិនត្រូវបានភាគីសៀមអនុវត្តនោះទេសម្រាប់សៀមអ្វីដែលតុលាការអន្តរជាតិកាត់សេចក្តីនោះគឺតួប្រាសាទព្រះវិហារដោយឡែកបរិវេណជុំវិញប្រាសាទដែលមានទំហំ 4.6 គីឡូម៉ែត្រការ៉េនោះគឺជាកម្មសិទ្ធិរបស់សៀមហើយសៀមមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួននៅទីនោះដូច្នេះយោងតាមការរៀបរាប់ជាហោហែមកនេះតើបងប្អូនយល់បែបណាដែរចំពោះជាតិសាសន៍សៀមយ៉ាងណាក៏ដោយរឿងនេះមិនទាន់ចប់ទេគឺនៅមានតទៅទៀតនៅថ្ងៃទី10ខែតុលាឆ្នាំ2001រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការ UNESCO នៅថ្ងៃទី30ខែមិថុនាឆ្នាំ2006រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែនបានរៀបចំបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិចប្រទេសកាណាដាក្រោមសេចក្តីសម្រេច32 COM 8B 102
បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7 ខែកក្កដាឆ្នាំ2008ភាគីសៀមក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកអភិសិទ្ធបានបញ្ជូនកងទ័ពចូលមកឈ្លានពានតំបន់ប្រាសាទព្រះវិហារចំនួន3លើកលើកទី1គឺនៅថ្ងៃទី15ខែតុលាឆ្នាំ2008លើកទី2នៅថ្ងៃទី3ខែមេសាឆ្នាំ2009និងលើកទី3នៅថ្ងៃទី4ដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2011ហើយបន្ទាប់មកភាគីសៀមបានធ្វើការវាយប្រហារនៅតាមបណ្ដោយព្រំដែនកម្ពុជាសៀមក្នុងតំបន់ផ្សេងៗទៀតពីថ្ងៃទី22ខែមេសាដល់ថ្ងៃទី30ខែឧសភាឆ្នាំ2011ចាប់ពីថ្ងៃទី15ខែកក្កដាឆ្នាំ2008កងទ័ពថៃបានរំលោភឈ្លានពានកាន់កាប់លើបូរណភាពទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារនិងបង្កើតឲ្យមានស្ថានភាពតានតឹងរហូតមកដល់ផ្ទុះសង្គ្រាមក្នុងទ្រង់ទ្រាយធំក្នុងចន្លោះឆ្នាំ2008និងឆ្នាំ2011ទង្វើប្រទុសរាយនេះបានបង្ហាញឲ្យឃើញពីមហិច្ឆតាឈ្លានពានរបស់មជ្ឈដ្ឋាននយោបាយនិងយោធាថៃដោយដែលធ្លាប់បានអនុវត្តតាំងពីអតីតកាលក្នុងករណីនេះរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនៅចំហការពារទឹកដីកម្ពុជាដែលតែងតែលើកឡើងថាមិនឲ្យបាត់បង់សូម្បីតែ1មីលីម៉ែត្រណាឡើយជុំវិញករណីនេះរដ្ឋាភិបាលថៃបានប្រកាសដោយគ្មានមូលដ្ឋានត្រឹមត្រូវថាការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជាមូលហេតុដែលនាំឲ្យមានការប៉ះទង្គិចដោយអាវុធនៅក្នុងនិងជុំវិញតំបន់ប្រាសាទព្រះវិហារក៏ប៉ុន្តែអ្វីដែលជាការពិតនោះគឺសកម្មភាពបង្កហេតុខាងយោធាជាឯកតោភាគីរបស់ថៃនោះតែម្ដងដែលបង្កឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធនិងភាពតានតឹងជាហូរហែរហូតមកដល់ពេលបច្ចុប្បន្នយ៉ាងណាក៏ដោយដើម្បីបញ្ចប់ចំនួនយោធានៅតំបន់ប្រាសាទព្រះវិហារនិងតំបន់ផ្សេងៗទៀតនោះនៅថ្ងៃទី11ខែសីហាឆ្នាំ2010រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កដើម្បីសូមការអន្តរាគមន៍ពីអង្គការសហប្រជាជាតិឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយចំនួនព្រំដែនខ្មែរសៀមមុំជាប់ប្រាសាទព្រះវិហារសាជាថ្មីនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីសៀមមានកាតព្វកិច្ចត្រូវទៅដកកងទ័ពប៉ូលីសឬឆ្មាំសៀមដែលឈរជើងនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌក៏ប៉ុន្តែច្បាប់អន្តរជាតិទាំងនោះមិនបានធ្វើឲ្យសៀមក្បាលរឹងព្រមអនុវត្តតាមនោះឡើយសៀមតែងតែបង្កចំនួននៅតាមតំបន់ព្រំដែនជាហូរហែជាថ្មីម្ដងទៀតនៅថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោង 5:45 នាទីព្រឹករហូតដល់ម៉ោង 5:55 នាទីត្រង់ភូមិសាស្ត្រតំបន់ចុងបូកជិតមុំ3ជាទីប្រសពនៃព្រំដែនខ្មែរសៀមនិងឡាវកងទ័ពសៀមបានលួចបាញ់ប្រហារកងទ័ពខ្មែរទាំងព្រឹកព្រលឹមបណ្ដាលឲ្យកងទ័ពខ្មែរម្នាក់ត្រូវបានស្លាប់ហេតុការណ៍នេះបណ្ដាញសារព័ត៌មានសៀមបានផ្សព្វផ្សាយថាកងទ័ពខ្មែរបានចូលទៅតំបន់ដែលសៀមហាមឃាត់ក៏ប៉ុន្តែខ្មែរមិនស្ដាប់ហើយថែមទាំងបានបាញ់ប្រហារទៅសៀមមុនដែលជាហេតុធ្វើឲ្យសៀមត្រូវតែតដៃដែលទាំងនេះគឺជាល្បិចកលរបស់សៀមដែលមានតាំងពីជីដូនជីតារបស់ខ្លួនមកហើយបន្តចែកកូនចែកចៅរហូតមកដល់សម័យកាលបច្ចុប្បន្ន